เรียบสู้บองปอนต่างគ្នាថ្ងៃនេះនាងខ្ញុំមកធ្វើបាយឆាកាពិចាចំពោះបាយឆាកាពិនេះដែរគ្រឿងផ្សំគឺវារៀងច្រើនបន្តិចបងប្អូនហើយរបៀបធ្វើក៏រៀងសាំញ៉ាំដែរតែរសជាតិគឺធានាថាឆ្ងាញ់តែម្ដងតែអញ្ចឹងទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចាគ្រឿងផ្សំខ្ញុំមានបាយសាច់ក្រកសាច់ជ្រូកហើយក៏មានស្វាយខ្ចីនេះខ្ញុំបានចិតសម្បករួចហើយឥឡូវយកវាមកឈូសជាសរសៃមកដើម្បីញ៉ាំតបជាមួយនឹងបាយឆាមួយនេះគឺថាវាអត់ទ្រាំទេបងប្អូនចំណែកឯត្រសក់នេះខ្ញុំយកវាមកចិតឲ្យហើយដែរហើយសណ្តែកគួរនេះខ្ញុំហាន់វារៀងល្អិតបន្តិចហើយខ្ទឹមក្រហមគឺយកទៅហូបតបជាមួយបាយនឹងខ្លះហើយនឹងយកមកច្រាំដើម្បីយកទៅឆាជាមួយសាច់និងជាមួយបាយខ្លះហើយខ្ទឹមសនេះខ្ញុំយកមកច្រាំដែរដើម្បីយកទៅឆាជាមួយសាច់ហើយនឹងឆាជាមួយបាយបងប្អូនចំណែកម្ទេសយើងទុកហូបតបជាមួយនឹងបាយនឹងដែរចំណែកសាច់ក្រកនេះខ្ញុំយកវាមកហាន់ជាបន្ទះសិនដើម្បីយកទៅចៀនណាបងប្អូនហើយចំណែកសាច់ជ្រូកខ្ញុំប្រើសាច់សុទ្ធឥឡូវនេះខ្ញុំចាប់ផ្ដើមមកដេកកាពិជាមួយនឹងទឹកកាពិនេះខ្ញុំប្រើ2ស្លាបព្រាបាយកន្លះហើយកូរច្បល់កាពិនឹងឲ្យវារលាយជាមួយទឹកសិនមកដើម្បីងាយស្រួលយើងយកទៅឆាចំណែកឯពងទានេះខ្ញុំមាន3គ្រាប់ដាក់ម្សៅស៊ុបមាន់មកស្ព្រាកាហ្វេពេញចឹងមករួចវាយវាឲ្យសព្វជាមួយនឹងគ្រឿងបានល្អសិននេះខ្ញុំនឹងយកទៅចៀនចំពោះការចៀននេះខ្ញុំចៀនស្ដើងទៅបងប្អូន3គ្រាប់នេះខ្ញុំបែងចៀន2ដងបន្តចៀនសាច់ក្រកចំពោះសាច់ក្រកនេះខ្ញុំឲ្យបានដាក់ប្រេងឆាទៅណាបងប្អូនពីព្រោះនេះខ្ញុំចៀនវាជាមួយទឹកដើម្បីឲ្យសាច់ក្រកនោះវាទន់ហើយដាក់ខ្ទឹមសនិងខ្ទឹមក្រហមចឹងមកឆាវាឈ្ងុយសិនហើយនេះខ្ញុំដាក់សាច់ជ្រូកចូលចាចំពោះសាច់ជ្រូកនេះខ្ញុំប្រើចំនួនតែ2ខាំកន្លះទេបងប្អូនហើយខ្ញុំផ្សំគ្រឿងដាក់ស្ករត្នោតកន្លះស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយនិងទឹកស៊ីអ៊ីវខាប់1ស្លាបព្រាកាហ្វេចាទឹកស៊ីអ៊ីវខាប់ដាក់ដើម្បីសាច់ជ្រូកនោះវាមានពណ៌ក្រហមល្អបងប្អូនរួចឆាសាច់ជ្រូកឲ្យចូលជាតិជាមួយគ្រឿងបន្តិចនិងខ្ញុំនឹងបន្ថែមទឹកនេះខ្ញុំថែមចំនួន7កន្លះកូនកែវហើយរហូតដល់ទឹកនឹងវាឡើងខាប់បន្តិចទៅបងប្អូនចាទឹកវាឡើងកោកខាប់បានចំណុចខ្ញុំស្រង់សាច់ជ្រូកនេះចេញហើយបន្តដាក់ប្រេងឆាក្តៅហើយដាក់ខ្ទឹមសខ្ទឹមខមនឹងឈ្ងុយមកហើយចាក់ទឹកកាពិដែលយើងបានកូរមុននឹងចូលមករួចឆាវារហូតតតែទឹកកាពិនឹងវាឡើងកោកបន្តិចបងប្អូនហើយដាក់បាយចូលមករួចច្បល់បាយនឹងឲ្យវាសព្វបានល្អបងប្អូនសព្វជាមួយនឹងទឹកកាពិហ្នឹងឆារហូតតតែបាយនឹងរៀងស្ងួតបន្តិចមកចាបងប្អូនវាស្ងួតបានដល់ប៉ុណ្ណឹងអញ្ចឹងខ្ញុំបិទភ្លើងចក្រានហើយចាប់ផ្ដើមរៀបចំដាក់ចានមកគឺខ្ញុំដាក់បាយដាក់សាច់សាច់ក្រកហើយដាក់ពងទាហើយនឹងបន្លាបន្តផ្សំផ្សេងទៀតតម្រៀបពេញជុំវិញបាយចាំបងប្អូនមើលទៅសោភ័ណភាពស្អាតហើយគឺថាឆ្ងាញ់តែម្ដងបងប្អូនចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបងប្អូនផ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា